ជាតិថ្មីអមទៅណាស់សូមជម្រាបសួរពុកម៉ែបងប្អូនតាយាយពូមីងទាំងអស់គ្នាបន្ទាប់ពីបែកគ្នារយៈពេលឡើងយូរមែនតែនឡើងច្រើនឆ្នាំអញ្ចឹងថ្ងៃនេះខ្ញុំបានត្រឡប់មកវិញហើយតាំងចិត្តថានឹងធ្វើម្ហូបបន្តទៀតដើម្បីចែកជូនបងប្អូនអ៊ំពូមីងតាយាយដើម្បីទស្សនាហើយថ្ងៃនេះដែរប្អូនថ្លៃហើយនឹងខ្ញុំប្តីទាំងអស់គ្នាមានថាគិតថាចង់ញ៉ាំភ្លាត្រីឆ្ដោអញ្ចឹងថ្ងៃនេះយើងសម្រាប់ជុំគ្នាអត់បានទៅធ្វើការទេហើយទៅតែប្តីខ្ញុំទេខ្ញុំនិងប្អូនថ្លៃគឺនៅផ្ទះអញ្ចឹងក៏សម្រេចចិត្តថាធ្វើភ្លាត្រីឆ្ដោញ៉ាំហើយក៏ចែកជូននៅទស្សនីយភាពនេះជូនបងប្អូនពុកម៉ែអ៊ំពូមីងតាយាយទាំងអស់គ្នាបានទស្សនាចាអញ្ចឹងថ្ងៃនេះប្អូនខ្ញុំគាត់ស្ម័គ្រចិត្តធ្វើជាចុងភៅហើយខ្ញុំគ្រាន់តែជាអ្នកថតទេហើយឥឡូវនេះដោយសារបញ្ហាសុខភាពខ្ញុំភ្លក់ម្ហូបក៏អត់ដឹងថារសជាតិឆ្ងាញ់ឬក៏យ៉ាងណាទេអញ្ចឹងក៏អ្នកធ្វើហ្នឹងគឺឲ្យប្អូនថ្លៃគាត់ភ្លក់គាត់ឆ្នៃអីតាមតែគាត់ចាស់អញ្ចឹងខ្ញុំចាំតែញ៉ាំទេហើយនឹងថតហើយនឹងក៏ជួយតិចតួចបើសិនជាគាត់ត្រូវការអញ្ចឹងខ្ញុំធ្វើជាជំនួយការមិនធ្វើជាចុងភៅដូចជាលើកមុនទេសូមអធិស្ឋានផងបងប្អូនអ៊ំពូមីងតាយាយទាំងអស់គ្នាដែលធ្លាប់បានទស្សនាវីដេអូខ្ញុំកាលពីដើមមកថាលើកមុនមិនក៏ធ្វើឥឡូវហ្នឹងមិនក៏ឲ្យបងប្អូនធ្វើអញ្ចឹងដោយតែខ្ញុំបានលើកឡើងពីមុនអញ្ចឹងដោយសារតែខ្ញុំមានបញ្ហាសុខភាពចឹងទៅมันអាចធ្វើម្ហូបបានឆ្ងាញ់ដូចជាលើកមុនទេឥឡូវចាំញ៉ាំវិញហើយចាអញ្ចឹងភ្លាត្រីឆ្ដោដើម្បីកុំឲ្យត្រីឆ្អាបគឺយើងត្រូវក្លាសេត្រីនឹងជាមួយនឹងទឹកកកឲ្យត្រជាក់រាងសាច់រឹងបន្តិចសិនទៅហើយបន្ទាប់មកចាំយកមកចាក់ជាមួយនឹងសូដាចាចាក់សូដាលាងវាឲ្យអស់ជាតិឆ្អាបទី1ទី2គឺដើម្បីសម្លាប់មេរោគនៅក្នុងសាច់ត្រីនឹងផងអ្នកទាំងអស់គ្នាដូចជាបានដឹងហើយថាសូដាហ្នឹងគឺជាអង់ទីសេបទិកចាសម្រាប់សម្លាប់មេរោគនៅលើសាច់មួយចំនួនអញ្ចឹងយើងញ៉ាំទៅវាមានសុវត្ថិភាពដោយសារតែភ្លាត្រីហ្នឹងយើងតម្រូវឲ្យធ្វើសាច់ឆៅកាលណាយើងធ្វើឆ្អិនវាអត់ឆ្ងាញ់ទេចាតែយល់ល្អបើសិនកាន់តែមានសុវត្ថិភាពបងប្អូនអាចភ្លាជាត្រីសមុទ្រក៏បានដែរដូចជាត្រីសាល់ម៉ុនឬក៏ត្រីនិយាយទៅប្រភេទត្រីសមុទ្រគ្រប់យ៉ាងគឺអត់មានមេរោគចាវាសុវត្ថិភាពជាងត្រីស្ទឹងត្រីស្រែត្រីបឹងយើងណាចាហើយបន្តមកទៀតគាត់ក៏ចាប់ផ្ដើមផ្សំគ្រឿងហើយគាត់ហាន់មិនដេងស្លឹកគ្រៃស្លឹកក្រូចចាហើយគ្រឿងទាំងអស់នេះគឺសម្រាប់កាត់ចំអាបត្រីតែតាមពិតទៅត្រីនឹងលែងឆ្អាបហើយប៉ុន្តែយើងដាក់វាដើម្បីឲ្យវាហើងឡើងអញ្ចឹងទៅញ៉ាំទៅវាមានរសជាតិឆ្ងាញ់ណាពេលដែលយើងទៅទៅប៉ះស្លឹកក្រូចប៉ះម្ដេងប៉ះខ្ទឹមប៉ះអីអញ្ចឹងទៅវាហិលជាមួយនឹងសាច់ត្រីផងគឺកាន់តែមានរសជាតិឆ្ងាញ់ចាចឹងនេះគឺជាទស្សនវិជ្ជានៅមុខផ្ទះខ្ញុំទៅតែបានកែតម្រូវតិចតួចដោយសារមករយៈមុនខ្ញុំដូចជាបានបោះបង់វាចោលអញ្ចឹងដោយសារយើងអត់សូវមានពេលទី1ទី2អត់សូវស្រួលខ្លួនចាហើយនេះគឺគាត់ហាន់ម្រះហ្នឹងល្វីងគួរសមដែរអញ្ចឹងបើសិនអត់ចង់ឲ្យម្រះហ្នឹងល្វីងខ្លាំងទេយើងត្រាំជាមួយនឹងទឹកកកតិចទៅទី1កុំឲ្យល្វីងទី2គឺសាច់ម្រះហ្នឹងគឺអត់ជ្រាយទេវារឹងស្រួយល្អចាហើយក្រូចឆ្មានេះគឺយើងហាន់ដើម្បីច្បាច់ពីលើសាច់ត្រីក្រោយពីយើងស្រង់សាច់ត្រីពីសូដាមកដែលយើងត្រាំបានរយៈពេលប្រហែលជា10នាទីណា
ចឹងយើងស្រង់សាច់ត្រីមកដើម្បីច្បាច់ក្រូចឆ្មាពីលើទៅឲ្យសាច់ត្រីហ្នឹងកាន់តែឆ្អិនចាចឹងសាច់ត្រីនេះក្រោយពីត្រាំសូដាហើយគឺវាមានពណ៌សឡើងពណ៌កាឈូកឬក៏ពណ៌ក្រហមហើយចឹងបានន័យថាសាច់ត្រីយើងហ្នឹងឆ្អិនល្អយើងញ៉ាំទៅគឺឆ្ងាញ់តែម្ដងចាចឹងបើសិនជាបងប្អូនត្រាំទៅឃើញសាច់ត្រីនៅពណ៌កាឈូកឬក៏ពណ៌ក្រហមចឹងបងប្អូនត្រូវចាក់ទឹកកកហើយត្រាំមួយសូដាម្ដងទៀតដើម្បីឲ្យអស់ជាតិឆ្អាបបើមិនចឹងទេវាឆ្អាបណាចានេះគឺចាប់ផ្ដើមច្បាច់ក្រូចឆ្មាហើយច្បាច់ក្រូចឆ្មាទៅក្រូចឆ្មាហ្នឹងវាមានជាតិអាស៊ីតអញ្ចឹងដាក់លើសាច់ត្រីហ្នឹងទៅសាច់ត្រីហ្នឹងកាន់តែឆ្អិនខ្លាំងហើយសាច់ត្រីហ្នឹងកាន់តែរឹងបានល្អពេលយើងយកមកធ្វើញាំទៅសាច់វាអត់ផុយទេចាហើយបន្ទាប់មកខ្ញុំឃើញគាត់ពូតចាពូតសាច់ត្រីហ្នឹងពីទឹកក្រូចឆ្មាហ្នឹងចាឲ្យរៀងស្រស់តឹងតិចមកប៉ុន្តែកុំពូតខ្លាំងពេកចាវាបែកសាច់ត្រីហើយទឹកដែលសល់ហ្នឹងអត់ចោលទេណាគឺយកមកដាំចានេះខ្ញុំប្រើកូនឆ្នាំងអគ្គិសនីខ្ញុំដោតដូចរួចហើយអញ្ចឹងដាក់ដាំវាឲ្យពុះហើយក្នុងហ្នឹងក៏ថែមប្រហុកចាថែមប្រហុកផងដែរបើបងប្អូនអត់ចូលចិត្តប្រហុកដាក់ទឹកត្រីឬក៏មិនបាច់ដាក់ក៏បានដែរប៉ុន្តែបើភ្លាអត់ដាក់ទឹកត្រីអត់ដាក់ប្រហុកទេគឺវាបែបរសជាតិមកបែបផ្សេងទៀតហ្នឹងតាមការចូលចិត្តរបស់បងប្អូនណាចាហើយម្រះនេះគឺគាត់ត្រាំប្រហែលជា5នាទីគាត់ស្រង់ចេញហើយចាអញ្ចឹងទឹមគ្នាហ្នឹងទឹកប្រហុកមិញហ្នឹងក៏ចាប់ផ្ដើមពុះហើយអញ្ចឹងគាត់ជ្រុំចាជ្រុំឲ្យសាច់ប្រហុកហ្នឹងវាបែកចឹងណាអញ្ចឹងប្រហុកនេះខ្ញុំប្រើប្រហុកខ្សាច់ចាប្រហុកខ្សាច់អញ្ចឹងតែអត់បានចម្រោះអត់បានច្រាំអីទេចឹងកូឲ្យវាតរលាយទៅបានហើយអញ្ចឹងគាត់យកទឹកប្រហុកហ្នឹងមកចាក់នៅក្នុងសាច់ត្រីដែលបានផ្អាប់មិញហ្នឹងណាចាហើយក៏ចាក់ម្រែងលឹកគ្រៃលឹកក្រូចហើយនឹងខ្ទឹមសចាចូលទៅក្នុងហ្នឹងហើយគាត់ច្បល់ឲ្យសពប៉ុន្តែអត់ច្បាច់ទេណាគាត់ច្បល់តិចឲ្យវាចូលជាតិទៅហើយដាក់អំបិលបន្តិចស្ករសបន្តិចទៅបងប្អូនប្រើប៊ីចេងដាក់ប៊ីចេងប្រើរ៉ូឌីដាក់រ៉ូឌីទៅណាតាមការចូលចិត្តរបស់បងប្អូនអញ្ចឹងវីដេអូលើកនេះខ្ញុំលែងកំណត់គ្រឿងហើយពីព្រោះអីជួនកាលការកំណត់គ្រឿងរបស់ខ្ញុំវាមិនមែនជាការចូលចិត្តរបស់បងប្អូនទេអញ្ចឹងបងប្អូនចូលចិត្តរសជាតិបែបណាផ្អែមប្រៃជូរក៏ទៅតាមការចូលចិត្តរបស់បងប្អូនហើយគាត់បន្ថែមសណ្តែកបដោះចាហើយក៏ច្បល់តិចចាហើយចុងក្រោយគេនេះគឺគាត់បេះជីណាជីនេះប្រើជីថ្ពាល់ត្រីចាជីថ្ពាល់ត្រីអូប្តីខ្ញុំមកពីធ្វើការល្មមហើយរៀងចម្លែកហើយដោយសារថាប្រពន្ធខាននិងប្អូនខានធ្វើម្ហូបឲ្យញ៉ាំយូរអញ្ចឹងមកទៅមកអើតមើលតិចមើលស្អីគេអូយហិតទៀតហិតទៅប៉ះម្ហូបដែលគាត់ចូលចិត្តណាចាមើលទៅដូចអញញ៉ាហ្មងតែមិនមែនឲ្យញ៉ាំហ្វ្រីទេគឺមកហ្នឹងគឺពឹងគាត់ឲ្យទៅជួយបេះជីនៅខាងលើណាខ្ញុំឥឡូវខ្ញុំដាំបន្លែដាំដើមមួយចំនួនដូចជា strawberry ឬក៏ត្រពាំងបាយជូរអីនៅលើផ្ទះជាន់ទី2របស់ខ្ញុំហ្នឹងអញ្ចឹងថ្ងៃនេះเอาមកបេះជីអង្កាមបេះជីអង្កាមទៅយកទៅដាក់ជាមួយភ្លាហ្នឹងអញ្ចឹងជីអង្កាមពេលដាក់ជាមួយភ្លាវាឈ្ងុយហើយញ៉ាំទៅក្អូបហើយជីអង្កាមខ្ញុំនេះក៏ល្អដែរមកផើងនេះតែផើងមួយទៀតខ្ញុំអត់បានស្រោចទឹកវាខូចអស់ហើយចាអញ្ចឹងមកដល់ក៏គាត់ចាប់ផ្ដើមតុបតែងចានហើយដើម្បីដាក់ភ្លាដែលគាត់បានធ្វើរួចអញ្ចឹងគាត់រៀបចានទុកឲ្យហើយចាមើលទៅតំណងតាដូចចុងភៅអញ្ចឹងចាមើលពណ៌ឡើងស្រស់ហ្មងណាអញ្ចឹងចុះមកគាត់លាងជីលាងអីឲ្យមកជួយបេះចាបេះទាំងអស់គ្នាទៅនិយាយទៅបងអូនថ្លៃខ្ញុំហើយនឹងប្តីខ្ញុំនេះត្រូវគ្នាណារឿងធ្វើម្ហូបធ្វើអីអញ្ចឹងណាចាអញ្ចឹងក៏ដាក់ជីចូលនៅក្នុងហ្នឹងមកដាក់សណ្តែកដីបងប្អូនចង់បុកក៏បានចង់ដាក់ទាំងក្របដូចខ្ញុំអញ្ចឹងក៏បានដែរហើយគាត់ចាប់ផ្ដើមច្បល់បន្តទៀតហើយច្បល់តិចទៅគាត់អត់ភ្លក់អីណាធ្វើនេះគាត់លៃគ្រឿងមកល្មមទៅគាត់ចាប់ដាក់ចានតែម្ដងប៉ុន្តែបងប្អូនឃើញតែអញ្ចឹងឯងប៉ុន្តែឆ្ងាញ់ណាគាត់អត់ភ្លក់ច្រើនទេដាក់គ្រឿងដាក់យកញ៉ាំមកឆ្ងាញ់តែម្ដងបងប្អូននេះខ្ញុំគ្រាន់តែឈរថតហ្នឹងណា
លេបទឹកមាត់បដាអីបដាដោយសារវាឈ្ងុយឈ្ងុយក្លិនលឹកក្រូចដំដេងក្រូចឆ្មាអីអញ្ចឹងលាយគ្នាអញ្ចឹងទៅណាឡើងឈ្ងុយនេះផ្កាដែលខ្ញុំទឹកដាំណាឥឡូវរីកឲ្យស្អាតហើយឥឡូវនេះប្តីខ្ញុំគាត់រៀបចំម្ហូបដាក់ចានហើយយករៀបតុរៀបអីហើយបងអូនថ្លៃខ្ញុំនោះគាត់ធ្វើម្ហូបហើយគាត់ចូលទៅលាងចានសម្អាតចានឆ្នាំងហើយបញ្ចេញមកវិញហើយអ្នកអំបានធ្វើនេះឃ្លានជាងគេឃ្លានឯងនេះជាងគេជាងឯងមកភ្លក់ម្ហូបតែម្ដងចានោះបងអូនថ្លៃខ្ញុំមកហើយចាប់ដើមញ៉ាំអាហារពេលល្ងាចជុំគ្នាបងប្អូនអើយពេលថ្ងៃត្រង់ដែលជុំគ្នាទេអញ្ចឹងតតែពេលល្ងាចចេញពីធ្វើការទាំងអស់គ្នាបានជុំគ្នាចុងភៅក៏ចាប់ដើមភ្លក់អីទៅថាចុងភៅនេះល្មមតែម្ដងតែមើលមាត់ប្តីខ្ញុំឆ្ងាញ់គ្មានហៅប្រពន្ធហៅអីទេញ៉ាំតែឯងទៅហ្មងខ្ញុំមកឡាយរៀបកាមេរ៉ាថតចាអញ្ចឹងមកភ្លក់ក្រោយគេអូយដាក់ទៅឡើងជាប់ចិត្តហ្មងណាបងប្អូនអញ្ចឹងមុខម្ហូបនេះបងប្អូនញ៉ាំពេលល្ងាចចាញ៉ាំពេលល្ងាចជុំគ្នាទៅជែកគ្នាបដាហើយថ្ងៃនេះមេឃរៀងត្រជាក់ដែរអំណោយផលមែនតែនបានដាក់តុមកញ៉ាំបាយនៅខាងក្រៅផ្ទះរដងញ៉ាំទាំងក្នុងឯងបើមិនចឹងទេនៅខាងលើចាអរគុណសម្រាប់ការទស្សនាសូមជួយ Subscribe និង Like ផងដើម្បីបានវីដេអូថ្មីៗបាយបាយ